ជាពិសេសដីនេះមានប្លង់រឹងហើយខាងក្រោយដីមានអូវខែប្រាំងក៏មានទឹកដែរស្អាតអូវប្រភេទដីខ្សាច់ណាបាទហើយចន្ទីពេញបាទនេះគេហៅទឹកជប់ក្បាលវាមានក្បាលជប់បាទសូមជម្រាបសួរពុកម៉ែបងប្អូនសុខសប្បាយថ្ងៃនេះមានដីចំការចន្ទីប្រភេទប្លង់រឹងបាទចុះពីផ្លូវកស៊ូចម្ងាយប្រហែលជា500ម៉ែត្រហើយផ្លូវមុខដីនេះអាចចេញចូលឡានបានប៉ុន្តែជាប្រភេទដីសអញ្ចឹងហើយមើលឃើញភ្នំគូលែនបាទនេះភ្នំជាពិសេសដីនេះមានប្លង់រឹងហើយខាងក្រោយដីមានអូវខែប្រាំងក៏មានទឹកដែរស្អាតអូវប្រភេទដីខ្សាច់ណាបាទហើយចន្ទីពេញនេះចន្ទីប្រហែលជាមួយហាត់កន្លះសប្រហែលជា3000ការ៉េហើយក្បាលជាប់នេះ146បាទ146ជាប់នឹងផ្លូវនេះជម្រៅ230ប៉ុន្តែអាខាងនេះជម្រៅ230ណាអាខាងនេះជម្រៅវាបានតែ30ជាងឯង30ជាងដូចនិយាយចុះមក30ជាងហើយរួមមកចេះវិញហើយបានទៅចេះវិញបាទដីវាដល់2ហាត់ទេឥឡូវដើរទៅមើលខាងក្រោយទាំងអស់គ្នាហើយនេះផ្លូវយើងចេញនោះផ្លូវកស៊ូនោះដេញបកគោភ្លើងស៊ូមើលឃើញបកគោភ្លើងហ្នឹងនេះបាទវាមិនដល់500ម៉ែត្រទេបាទយើងអាចមើលឃើញបាទឥឡូវយើងដើរទៅខាងក្រោយទាំងអស់គ្នាខែភាសាហើយដីប្លង់រឹងមានចន្ទីនេះអាចប្រមូលផលតុបតែងប្រមូលផលបានអាយុ7-8ឆ្នាំបាទប្លង់រឹងស្រាប់មិនមែនជាប្រភេទប្រកាន់ដៃទេប្លង់រឹងដីនេះតភ្លើងចូលបានព្រោះចិត្តបកគោភ្លើងចិត្តផ្លូវកស៊ូនៅភូមិត្បែងឃុំត្បែងកើតបាទត្បែងកើតឃុំត្បែងស្រុកប្រទីស្រីខេត្តសៀមរាប37គីឡូពីក្រុងសៀមរាបធ្វើដំណើរ40នាទីទៅ1ម៉ោងចន្លោះហ្នឹងបាទលឿនយឺតហើយនេះព្រំខាងនេះខាងកន្លងនេះដីគេផ្សេងទេបាទតឹងទៅនឹងបាន60មានន័យថាតឹងទៅនឹង60ជម្រៅទៅដល់អូស្មើជ្រុងបាទហើយខ្ញុំបង្ហាញរូបភាពដីជូនពុកម៉ែបងប្អូនទៅបានពុកម៉ែបងប្អូនបានយល់បាទរូបភាពដីនិងម៉ែត្រការ៉េខ្ញុំបញ្ជាក់ឲ្យច្បាស់ព្រោះដោយសារដីមានប្លង់រឹងឥឡូវយើងដើរទៅបាទដើរទៅក្រោយដីវារៀងចម្រេទីងតិចណាបាទហើយទៅដល់ខាងក្រោយយើងហៅថាអូក៏បានយើងហៅថាស្ទឹងក៏បានព្រោះវាធំដែរបាទហើយប្លង់រឹងវាស្រួលដោយសារអីយើងកាត់ចំណីផ្លូវចំណីស្ទឹងចំណីអូអញ្ចឹងរួចរាល់បើសាច់ដីជាក់ស្ដែងវា2ហាត់បាទអាហ្នឹងសាច់ដីអាស្រ័យផលជាក់ស្ដែងណាដល់ពេលនៅក្នុងប្លង់រឹងវាអត់បាន2ហាត់ទេបាទចន្ទីនេះបើយើងអត់ប្រើប្រាស់អីទេកាប់ចោលដាំដំណាំផ្សេងអាចដាំអីបានទុរេនម្លុកនេះអាចដាំបានទុរេនហើយបើថាមិនចាំបាច់ទេទុករើសក៏បានមួយឆ្នាំយ៉ាងហើយណាក៏បាន1000ជាងឯដែរ2000ទៅតាមជាក់ស្ដែងបាទប៉ុន្តែម្ចាស់លើថារើសបានក្នុងកណ្ដោះហ្នឹង1800 2000ហ្នឹងបាទអានេះយើងមកដល់មកបាទដីគេនេះគេនៅរបៀបព្រៃគេអត់សម្អាតនេះដើរមកតាមនេះស្រួលហើយជាប់អព្រំយើងខាងនោះជាការដលងនិយាយទៅអត់ច្រឡំទេគាត់ទៅមកដល់ដីកាន់ទីបាទ230បាទពីផ្លូវមុខមកដល់ក្រោយ230អាហ្នឹងដែលយើងកាត់ចំណីផ្លូវកាត់ចំណីអូបាទនេះអានេះវាចម្រេវាយ៉ាងដូចដើរចម្រេតិចចោះទៅបាទល្មមមកហាត់ជៀនបាទអាចធ
ធ្វើទៀងលំហែអីមកស្រួលលើកផ្លូវតែបន្តិចអស់តែប្រហែល100ចូលមកស្អាតបាទនេះមកដល់ក្រោយនេះក៏យើងនៅតែមើលឃើញព្រំកលែនអញ្ចឹងអានេះបាទអានេះព្រំខាងក្រោយអានេះអត់តន់ដល់ចំណៃនេះទេអត់ដល់ចំណៃអូទេអានេះនៅក្នុងប្លង់រឹងឡើយទេមកដល់នេះកន្លែងនេះស្អាតកន្លែងនេះស្អាតបំផុតឆ្នៃធ្វើកោះនេះឆ្នៃពាត់មកជុំនឹងមកនេះធ្វើកោះឲ្យធ្វើផ្ទះនៅកន្លែងនឹងធ្វើស្ពាននេះណាទៅនេះអាទៅវាមានកន្លុកសៀបនេះណានេះកោះរៀបមកដាក់ទូផ្ទះនៅកន្លែងនឹងមកបាយទៅភ្នំក៏បានទៅផ្ទះបាយទៅភ្នំបាទខាងមុខធ្វើអីធ្វើបើនៅអង្គរនេះដោយសារវាដូចកោះអញ្ចឹងណានេះហើយវានៅបែបធម្មជាតិព្រៃឈើនេះបាទវាលយតអញ្ចឹងបែបធម្មជាតិនេះដូចកោះអញ្ចឹងនេះយើងមកដល់ក្នុងចំណៃអូចឹងនៃស្ទឹងហើយនេះវាធ្លាក់ទៅក្រោមទៀតអានេះតយើងធ្វើឲ្យស្អាតស្អាតមកយកទឹកឲ្យវិលជុំវិញកោះហ្នឹងមកបាទហើយយើងបានអាដីគេជុំវិញបានអាព្រៃសហគមន៍គេហ្នឹងមកនៅពាត់ជុំវិញបាទដើម្បីយកធម្មជាតិហ្នឹងបាទហើយធ្វើផ្ទះខាងក្រោយស្អាតហើយដីសឹកសាច់ណានេះបើនេះខ្សាច់នេះបូមបានណាប៉ុន្តែបូមគឺបាក់នេះសឹកខ្សាច់ល្អអានេះទឹកដោយសារឃើញល្អនេះដោយសារទឹមភ្លៀងទឹកទឹមភ្លៀងហើយវាហូរពីលើភ្នំឧទាហរណ៍លើភ្នំភ្លៀង1ម៉ោងមុន1ម៉ោងក្រោយទឹមល្អនៅក្រោមនេះទេ1ម៉ោងឬ2ម៉ោងក្រោយបាទនេះបើឡើងខ្លាំងឡើងដល់នេះលិចបើភ្លៀងធំលិចអាហ្នឹងបាទលិចអាហ្នឹងដោយសារយើងអត់មានគេហៅទំនប់ពហិអញ្ចឹងបណ្ណាវាទៅអស់គាត់ថាវាហូររហូតវាមានទឹករហូតខែ5ខ្ញុំមកខែ4ខែ3ខែ4នៅមានទឹកហើយដូចចេះនេះកាយតែបន្តិចចេញទឹកស្វាយបាច់តកាយទឹកនេះចេញខែ5នៅតែមានដែរបាទគេហៅទឹកជប់ក្បាលវាមានក្បាលជប់កាយមើលទឹកខ្លាឆ្វេងអាទឹកហ្នឹងល្អជាងអាទឹកហូរនេះផងដោយសារវាជប់ពីក្រោមដីមកបើថាគ្រាន់តែការរៀបចំការតុបតែងហ្នឹងវាចំណាយលុយច្រើនអានេះនេះសិតទឹកហូរមកវាកោះវាយមកជុំនេះទៅគឺកោះបានហើយមើលនេះអានេះគេហូរមកវាជប់ចូលនឹងប្លោះនេះហើយទៅវាចេញទៅប្លោះណាផ្សេងទៅហើយក៏ឡើងច្រោះដីអូច្រោះអាដីនេះគេធ្វើស្រែមួយយ៉ាងដែរដល់ពេលកន្លែងនេះខ្ពស់បាទនេះយើងមើលឃើញអានេះចន្ទីនេះទៅដល់ទៅនោះវាមានចន្ទីស្មៅនេះអាដីនោះវារីកធំក៏បាទទូចក្រោយនេះវាបាន60ដែរវាល្មមខាងក្រោយនេះបបទំព្រំធំខ្ញុំឈោហ្នឹងតែនេះបើដល់ធំហ្នឹងបរិវេណហ្នឹងតែនេះកាយទៅជាកោះបាទព័ត៌មានបន្ថែមបងប្អូនអាចឆានមក Telegram របស់ខ្ញុំ085 28 82 សូមអរគុណសូមជម្រាបលា